កាលពីព្រេងនាយពស់ថ្លាន់ជាសត្វដែលគ្រប់គ្នាខ្លាចរអាជាងគេនៅក្នុងព្រៃជ្រៅអំណាចរបស់ពស់ថ្លាន់មិនមែនត្រឹមតែមាឌដ៏ធំរបស់វាទេគឺពឹសដ៏សាហាវដែលអាចសម្លាប់មនុស្សនិងសត្វបានយ៉ាងងាយថ្ងៃមួយពស់ថ្លាន់ដ៏មានអំណាចបានឮសំឡេងបុណ្យនិងការអ៊ូអរយ៉ាងខ្លាំងចេញពីភូមិជិតនោះពស់ថ្លាន់ឆ្ងល់ណាស់ក៏បានហៅក្អែកដែលជាសត្វហើរផុតពីគ្រោះថ្នាក់បានឲ្យមកជិតដើម្បីសួរនាំរឿងក្អែកដ៏ឆ្លាតវៃបានដឹងនៅអ្វីដែលពស់ថ្លាន់គិតក៏សម្រេចចិត្តលេងល្បិចបន្តិចបន្តួចក្អែកនិយាយដោយបំភ្លើសថាពួកគេកំពុងតែធ្វើពិធីជប់លៀងដ៏ធំដើម្បីអបអរសាទររឿងមួយក្អែកបន្តថាគេសប្បាយរីករាយពីព្រោះពឹសរបស់ឯងអស់ឫទ្ធិហើយគ្មានអ្នកណាស្លាប់ដោយសារពឹសឯងទៀតទេពស់ថ្លាន់ឮដូច្នេះហាក់ដូចជាគេចាក់ទម្លុះបេះដូងខ្លួនឯងព្រោះវាគិតថាពាក្យសម្ដីរបស់ក្អែកជាការពិតដោយកំហឹងផងភាពអាម៉ាស់ផងពស់ថ្លាន់ក៏បានសម្រេចចិត្តក្អែពឹសដ៏សាហាវរបស់ខ្លួនចោលអស់គ្មានសល់តើពាក្យសម្ដីដ៏សាមញ្ញមួយម៉ាត់របស់សត្វក្អែកអាចមានឥទ្ធិពលបំផ្លាញអំណាចដ៏ធំរបស់ពស់ថ្លាន់បានយ៉ាងដូចម្តេចទៅពពួកសត្វទាំងឡាយមានពស់តូចត្រីក្អែបខួយសង្ខាសាំងនិងសត្វតូចៗជាច្រើនទៀតក៏បានដឹងរឿងនេះភ្លាមពួកគេក៏នាំគ្នាលូននាំគ្នាហើរមកដណ្ដើមយកពីសរបស់ពស់ថ្លាន់ដែលក្អែចោលនោះគ្រប់គ្នាខ្លះបានច្រើនខ្លះបានតិចហើយខ្លះទៀតក៏មិនបានទាន់គេដោយសារមកដល់យឺតពេលពស់ថ្លាន់កាលបើបានក្អែពឹសចោលអស់ហើយក៏លែងមានឫទ្ធិអំណាចអ្វីទៀតបន្តិចណាឡើយចាប់ពីពេលនោះមកមនុស្សម្នាទាំងអស់នៅក្នុងភូមិក៏មានសេចក្តីសប្បាយរីករាយជាខ្លាំងពួកគេលែងមានសេចក្តីព្រួយបារម្ភចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសត្វពស់ថ្លាន់ទៀតហើយពស់ថ្លាន់ដ៏ធំបានคล้ายជាសត្វពស់ធម្មតាមួយក្បាលដែលមិនមានពឹសសម្រាប់ធ្វើអ្វីទៀតឡើយរឿងនេះបានបន្សល់ទុកនៅមេរៀនមួយយ៉ាងជ្រាលជ្រៅដល់យើងតើអ្នកបានចាប់អារម្មណ៍ពីចំណុចសំខាន់អ្វីខ្លះទី1គឺរឿងអំណាចនៃពាក្យសម្ដីគ្រាន់តែពាក្យសម្ដីបំផ្លើសមួយម៉ាត់របស់ក្អែកអាចបំផ្លាញអំណាចរបស់សត្វពស់ថ្លាន់បានទី2គឺការទុកចិត្តអ្នកដទៃដោយមិនបានគិតពិចារណាពស់ថ្លាន់ប្រញាប់ជឿក្អែកពេកទើបខាតបង់អស់អ្វីទាំងអស់នៅពេលដែលយើងបាត់បង់ការគ្រប់គ្រងអារម្មណ៍ខ្លួនឯងនោះយើងក៏អាចបាត់បង់នៅអ្វីដែលយើងមានបានយ៉ាងងាយដែរតើយើងត្រូវរៀនគ្រប់គ្រងការខឹងក្រោធនិងការប្រញាប់ប្រញាល់របស់យើងដើម្បីការពារអ្វីដែលសំខាន់ក្នុងជីវិតយើងដោយរបៀបណា